សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Nick Chen ថ្ងៃនេះផងដែរខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀប download TikTok ម្ដងមួយ profile ជាដំបូងយើងចូលមកកាន់របៀប download link grabber អញ្ចឹងអ្នកទាំងអស់គ្នាចូលទៅកាន់ក្នុង Chrome បន្ទាប់មកវាយពាក្យថា link grabber បន្ទាប់មកទៀតយើងចូលមកកាន់ link grabber ដែលនៅខាងលើគេបង្អស់បន្ទាប់មកទៀតយើងធ្វើការចុចពាក្យថា add to Chrome ហើយយើងធ្វើការ click ទៅលើ add attention ទៀតបន្ទាប់មកវានឹងធ្វើការ download បន្ទាប់ពីវា download រួចរាល់ហើយនឹងមានពាក្យ link grabber add to Chrome ផងដែរហើយយើងចូលទៅកាន់ profile TikTok មួយណាដែលយើងចង់ download ចំពោះ profile TikTok នេះត្រូវជាឧទាហរណ៍សម្រាប់អ្នកទាំងអស់គ្នាទេអញ្ចឹងយើងធ្វើការចុចបើក extension របស់ link grabber ផងដល់ពេលដែលយើងបើករួចរាល់ហើយយើងធ្វើការអូស profile TikTok ហ្នឹងចុះទៅក្រោមយើងអូសចុះរហូតទៅដល់វីដេអូចុងក្រោយគេបង្អស់ដែលអ្នកទាំងអស់គ្នាចង់ download ទាំងអស់ហ្នឹងបន្ទាប់ពីយើងអូសចុះក្រោមអស់រួចយើងធ្វើការចូលទៅកាន់ link grabber វិញរួចតែយើងធ្វើការ copy link TikTok profile ត្រឹមពាក្យថា video ទាំងអស់គ្នាបន្តមកទៀតយើងយកមកផាសនៅក្នុងវងកញ្ចក់ search នេះទាំងអស់បន្ទាប់ពីយើងផាសហើយនឹងចេញ link វីដេអូទាំងអស់ដែលយើងអូសបាញ់មិញបន្ទាប់មកយើងធ្វើការចុចពាក្យថា copy បន្ទាប់ពី copy ហើយយើងមកបើក app មួយឈ្មោះថា Bigasoft Video Downloader ដែលកម្មវិធីនេះផងដែរខ្ញុំនឹងធ្វើការទម្លាក់ link download នៅក្នុង Telegram group របស់ខ្ញុំផ្ទាល់បន្តមកទៀតយើងធ្វើការ click ទៅលើពាក្យថា for multiple URL ដើម្បីយើងអាច pass link ទាំងអស់ក្នុងពេលតែមួយឬក៏ download វីដេអូច្រើនក្នុងពេលតែមួយបានបើសិនជាយើងអត់បាន click ទៅលើពាក្យនេះទេអ្នកទាំងអស់គ្នាអាច download វីដេអូតែមួយក្នុងពេលតែម្ដងប៉ុណ្ណោះនៅពេលដែលយើង click ហើយវានឹងធ្វើការ pass link ទាំងអស់ចូលទៅក្នុងកម្មវិធីបន្ទាប់មកយើងចុចពាក្យ download ដែលនៅខាងក្រោមជាខាងស្ដាំបន្ទាប់មកទៀតកម្មវិធីនឹងធ្វើការ download វីដេអូទាំងប្រមាណដែលយើងបានដាក់ link ចូលទៅក្នុងហ្នឹងសូមបញ្ជាក់ផងដែរចំពោះ speed នៃការ download គឺអាស្រ័យទៅលើអ៊ីនធឺណិតផ្ទាល់ដែលអ្នកទាំងអស់គ្នាប្រើប្រាស់ហើយចំពោះកម្រិតភាពច្បាស់នៃវីដេអូកម្មវិធីនេះនឹងធ្វើការ download វីដេអូដែលមានកម្រិតច្បាស់ជាងគេបង្អស់បើសិនជាអ្នកបង្ហោះគាត់បង្ហោះ 19:8 អញ្ចឹងវីដេអូដែលយើង download នឹងបានខ្នាត 19:8 ហើយបើសិនជាអ្នកបង្ហោះគាត់បង្ហោះខ្នាត 1080 អញ្ចឹងកម្មវិធីនឹងទាញយកវីដេអូកម្រិតច្បាស់រហូតដល់ 1080 ហ្នឹងអញ្ចឹងវាងាយស្រួលសម្រាប់អ្នក download ផងដែរហើយនេះខ្ញុំមកធ្វើការតេស្តវីដេអូដែលយើងបាន download ហើយគឺអត់មានជាប់ logo ទេអ្នកទាំងអស់គ្នាហើយកម្រិតភាពច្បាស់ក៏ច្បាស់ផងដែរចំពោះកម្មវិធីនេះផងដែរគឺมันមាន limit ក្នុងការ download ទេអញ្ចឹងទោះបីជាTikTok ហ្នឹងមានវីដេអូច្រើនរាប់រយរាប់ពាន់ក៏អាចធ្វើការ download តែម្ដងក្នុងពេលតែមួយផងដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅកាន់ link Telegram គ្រប់របស់ខ្ញុំបានហើយអ្នកទាំងអស់គ្នាជួយចុចជាន់គ្រប់អ្នកមួយផងហើយបើសិនជានៅពេលដែលអ្នកទាំងអស់គ្នា download រួចហើយដំឡើងកម្មវិធីបើសិនជាអ្នកទាំងអស់គ្នាមានបញ្ហាក៏អាច comment នៅខាងក្រោមឬក៏មានជាសំណួរផ្សេងៗក៏អាច comment នៅក្នុងវីដេអូផងដែរឬក៏អាចឆាតចូលទៅក្នុងក្រុម Telegram របស់ខ្ញុំផងដែរអញ្ចឹងអរគុណចំពោះការទស្សនាសង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូនេះផងដែរអរគុណច្រើនហើយក៏សង្ឃឹមថាអ្នកទាំងគ្នាជួយ like និង share ឬក៏ subscribe ម្នាក់មួយផងអរគុណច្រើន